មានចម្ងល់ចេះខ្ញុំការមានតាស៊ីវិលត្រឹមត្រូវដល់ពេលយើងរកស៊ីខាតទៅដល់ពេលហើយយើងមានបំណុលរួមគ្នាមែនអត់លោកគ្រូបាទបងចាយើងមានបំណុលរួមគ្នាទទួលពេលដែលសេដ្ឋកិច្ចក្នុងគ្រួសារវាធ្លាក់វាមានបញ្ហាឆ្លុះបកាយគ្នាគាត់ងាករត់ចេញពីផ្ទះគាត់ងាករត់ចេញពីផ្ទះអូហើយមិនថែមតែអញ្ចឹងហើយបំណុលគាត់មិនជួយដោះស្រាយហើយគាត់យកឡានគាត់យកមុខរបរទៅហើយគាត់អត់បានជួយអីទេបាទតែគាត់គិតថាអានេះវាជាខ្ញុំចង់មកពិភាក្សាថាសូម្បីតែកូនក៏គាត់យកទៅដែរមិនបានកូនបាននៅរៀនបានសូត្រទេតើខ្ញុំអាចយកកូនពីគាត់មកវិញតើខ្ញុំខុសច្បាប់អត់ឬក៏មិនបាទខ្ញុំវាអត់យល់ចាហ្នឹងហើយឥឡូវសុំសួរខ្លះសិនបងរៀបការមួយគ្នាប្រហែលឆ្នាំហើយបង13ឆ្នាំហើយ13មានតាសិវិលទេបងមានតាសិវិលមានកូនប៉ុន្មាននាក់បងកូន3នាក់កូន3នាក់គាត់យកទៅទាំង3បងណាគាត់យកទៅទាំង3ដល់ពេលគាត់លក្ខណៈថាគាត់អត់មានលទ្ធភាពចិញ្ចឹមឬក៏មិនខ្ញុំអត់ដឹងទេគាត់ក៏ឲ្យមកម៉ែគាត់មើលម្នាក់អូគាត់យកឲ្យម្ដាយមួយម្នាក់ចឹងទាំង3ហ្នឹងគាត់យកទៅទាំង3ហ្មងចាបាទគាត់ចុះចេញខ្ញុំថាបើសិនជាចេញគាត់ចេញទៅចោះតែមិនបាច់យកកូនទៅទេទុកឲ្យកូននៅរៀននៅសូត្រទៅបាទកូនចាកូនខ្ញុំបងពីរហ្នឹងវាតាមឪវាដោយសារតែការគាត់មើលថែកូនគឺលក្ខណៈថាចាយលុយទិញទឹកចិត្តក្មេងតែជាកូនវាអត់តាមខ្ញុំទេកូនអត់សូវតាមបងអាយុប៉ុន្មានហើយកូនបងបងគឺជាមិន10ឆ្នាំមកបងអូន6ឆ្នាំហើយក្រោយគេទៀតមួយទៀតចាទាំង3អត់សូវតាមបងទាំង3ចាអូហ្នឹងហើយបងខ្ញុំនៅដោះស្រាយបំណុលម្នាក់ឯងបាទតែគាត់អត់ចេញមកដោះស្រាយទេឥឡូវនេះខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់ខ្ញុំអត់មានលុយបង់ធនាគារទេក្នុងចំណាយធនាគារហ្នឹងខ្ញុំជពាក់គេ80000ជាង$80000ជាងនៅលុយឯកជនក្រៅទៀតអូនៅខ្ចីប្លង់អ្នកផ្សេងដាក់ទៀតក៏សាច់ធនាគារ$80000ជាងចាប៉ុន្តែក្នុង80000ជាងហ្នឹងយើងបង់មកក៏វាអស់រៀងក្រែដែរជាង10000ហើយបាទចាក៏ប៉ុន្តែក្នុងនឹងវាមានចំណែករបស់ម៉ែហើយនឹងបងចូលរួមគ្នាដែរប៉ុន្តែគាត់អត់មានលទ្ធភាពបង់លើខ្ញុំណាបង់ទាំងអស់ជាមួយផ្ទៃហើយចូលកាខ្ចីនឹងដាក់ប្លង់ដីនឹងប្លង់អ្នកណាគេប្លង់ផ្ទះប្លង់អីហ្នឹងប៉ុន្តែមានប្លង់ផ្ទះម៉ែមួយដែលចំណែកតាគាត់នៅជពាក់យើង20000អញ្ចឹងណាម្ដាយបកើតក៏ម្ដាយក្មេកម្ដាយក្មេកចុះដាក់ប្លង់គាត់មួយដែរចាហើយប្លង់ដីប្លង់ផ្ទះបងជួបរួមគ្នាប្តីប្រពន្ធយើងនឹងទាំងពីរនាក់ហ្នឹងណាបងចាបាទបើបំណុលគិតទៅច្រើនជាង100000គាត់ថាត្រង់សំខាន់ដែលខ្ញុំទទួលខុសត្រូវបងនឹងវាចូលជាងវារបស់100000ចុះ100000ជាងទាំងឯកជនទាំងអីដែលបងបញ្ជាក់មិញហ្នឹងមែនចាបាទ100000ជាងអញ្ចឹងគាត់ថាសាច់បងបូកាហ្មងមួយខែបងចូលប្រហែលបងខ្ញុំបងចូលមើលជាចូលជាង2000ហើយអូយនៅចំណាយក្រៅនៅផ្លៃកូនចៅទៀតព្រោះខ្ញុំមួយថ្ងៃមានកូនចៅ2នាក់បាទអានឹងអូយសុំទោសចាំតែគាត់វិញប្រិមិត្តរបស់យើងចាំតិចពួកយើងណាដាច់ទូរស័ព្ទទៅណាបងប្អូនអញ្ចឹងចាំជួយចូលរួមជាមួយគាត់បន្ថែមផងបងប្អូនយើងណាដែលបងគាត់សួរនេះបាទខ្លះនេះបងប្អូនយើងណាអូដោយសារគាត់តែលេខនេះលេខ97ហ៎គាត់តែឆ្លងប្រព័ន្ធអញ្ចឹងមិនអស់លុយដាច់លុយបាទចាំតិចបងប្អូនយើងណាប្រិមិត្តដែលកំពុងតែតាមដានស្ដាប់ពីវិទ្យុ ABC បងប្អូននៅចាំជួយផ្ដល់ជាមតិយោបល់ណា093នេះតើស្មាតហ្នឹងហើយគាត់តែមក97អញ្ចឹងបានខុសបានដាច់លុយកាត់នេះឆ្លងប្រព័ន្ធចាំតិចបងប្អូនយើងណាហើយចាំចូលរួមបាទអើយខុសលេខបាទចាំម្ដងទៀតមើលបងប្អូនចា047បាទហ្នឹងហើយចឹងចាំតិចសិនចាឥឡូវកំពុងតែតាក់ទងទៅគាត់វិញដើម្បីផ្សាយសលេងបន្តទៀតព្រោះមិញស្ដាប់បានដែរប៉ុន្តែអត់ទាន់បានអស់លំអិតសេចក្តីរបស់គាត់ចឹងណាហើយប្រិមិត្តស្ដាប់ហើយចាំជួយចូលរួមម្នាក់មួយផងចាបាទអាឡូបងចាបាទហ្នឹងហើយបងហ្នឹងហើយចាំនេះបងអូនទេទៅវិញហ្នឹងហើយហើយនេះបងនិយាយថាមួយខែបងចូល$2000ជាងណាបងណាចាបាទ
nâng ngày tại dân xây đấy cho một bài bốc là bò ra si room cái này nè bóng cha bà tại đây bóng con ở bên thưa cai xây nhá nên chưa mà ra si room cái này sọt mong cha ra si room cái này nhóm đôi ta bài bốc là bò thua luôn chẳng nè bà lũ văn bỏ đông mày chẳng nè bà cha là ngày đọc bên chẳng tới nhom trong xua sùng núi ta bà sân chỉ nhom thở thơ mạch vinh ta không cầm lòng pe đã con cha cho tiền nắng ta nhom ai đã bị đắng bàn ót rồi khôi dạng nào vinh đời xa ta bà sân chỉ nhom chơi mua đó sẽ bánh ha thằng o hai pe đã con o chân o trắng còn trâu tiền một vinh máu con tim tia gió thọp sầm bát đây dương cặp bông ta phải cho một nắng dương khai bên bánh ha nắng thật ngày một tiết ta về mạch vinh bà có cho tranh tới đến du nữa mà anh khai rồi bóng cho chia tranh mà đón mà pi khai cho pi bảy đón ấy mà là dạ đời cho lúc một cái kia tới còn tư đó pi khai bay khai chân tới đọc pi cho một vĩnh tới còn chụp đặt cái khăn khéo chờ anh chân tới nhưng mà ngày bà cho múc cho mùi nâng bầm nó khăn khéo để xa quát đau chụp đặt cái chân tới pi khác cái tay thì quát cho trắng cứ mà chắc bầm nó cái tay mà đôi dương chân ta bàn tay nhom bán tranh sâu cho núi thế của nhom đó sẽ cái nông tiếc ọt rồi chọn bà tách bộ cả dương nói chung khi tầng pi nè nó nâng ai tha chui kia tới về đường bờ xa tới người bóng ta đọc về đường bờ xa nâng cọt chui sẽ từ cái nông của xa ban cả là chân tuổi cọt cứ chỉ từ so trung cua xa bờ sân chỉ từ so thùng muối cọt thơ ấy ở ban lo chân đi của bà khăng bộ tu mà dạ phê trong cái tôi bây giờ thà đường miền Pành ha sẽ được cách này mất bàn tay dương còn nơi từ rụt ruột mình thay dương rơ mình ban mình bong thì kia sao thế cứ dương nơi rụt ban cha bàn tay là nước nhom sầm chết ta plong bia miền plong mai muối nó nặng đài ba sân chỉ nhom rụt mình ruột ta nhom ai đòi thì kia rụp ó rồi khôi giang nè cho ngồi khang bông chui vào phía xa mưa hai khang thì kia còn chân đai nhom phải ta nhom rụt ruột thế đây nhom có quạt tay trao đai nhom xôm sna bong tạc ca khang cái của mình bà cái của mình chà lẽ cái này thằng cái có cái mình mùi dương bong ban từ đó từ này kia tế ban từ đó từ này kia to nữ nhom ở ban từ đó từ này kia tế ban tay nhom tẹt tông cho mùi lục khủ để sắc xa cho mùi nhom nè quạt ở toàn mùi nhom ta lớn chùm ra cho nhom bong tạc cá rồi cô dạng nào thế bà nâng nhom chết bây giờ nhom nơi ai rồi bị lệch tạ cao nhom chưa thà rồi tao bong sân hết ban tay lớn như nhom việc hiện rất là biết mình tên hai bé khá nhom có chọn ở đây khi có châu luôn một đôi xe mới khi nhom thà lớn nếu được có thể từ bánh chốc cô bánh tổ bà nâng ngày thấy cho lối kênh than nơi không chậm này nó miền mà đái có bị còn giờ pi mơn không đái có ban chui bong ca bong ấy đa trời ghế mà để dạ trong ngồi ní vai cho cháu bay chứ nào mày đừng cứ ở ban chui tên lưới phụ nhom nè đập rong thằng phụ ấy đòi xa con ăn mình là bé với con nơi tiệm người con mới trai con mới trai lấy nâng con nhom mì bơi nâng con nhà nâng con đài bàn hay nhom ơi có biết xa mũi bông bông ta mạch mà tê nhom độ lòng mũi ở con tới đâm bay có mọi khi rập ó rồi cô dạng na ơi bị bẹt con ta chung một trong mũi tới nhom cần chăng ta tay quạt thang khang quạt nó ở bên lật phép thời chăng tê bên đã đạp lại lục tiền năng bên tay tê bị lục ở chân bàn nơi là say keo bàn nâng ngày nhung biết ở đằng đó xe mà nhung biết xa lợi bông trong xua mịch bánh sầm nuôi rừng đây phong hay rừng tần địa lôi tần địa kia phong cha hay rừng câu nhung trong xua ta bà sẵn thì nhung cho con mà ta nhung khó bà con biết tam nhung chẳng câu nó tam bòn sao cha bà hai bà sẵn thì nhung cho con mà bà quát ở bên tần nụ coi thời chẳng nhung sống quan mình oi một bẹt quan cho mỗi cô nằm bây không oi tiềnแต่ lại tất cả đừng bây cô ăn riêng bán sốt ta nhung khó nâng ngày bọn tại côn giờ thông mê ta giờ vờ tại có thà côn có nó sơ tam có tiền nâng ngày bọn côn là lấy mưa bông mẹ chăm sắp ca chung bị mật bao giờ nó bông nè
ចាហ្នឹងហើយបាទហើយអញ្ចឹងទៀតតើខ្ញុំធ្វើអញ្ចឹងនឹងវាអក្រក់អត់បើប្តីអត់គិតគូរហើយខ្ញុំសុំយកលុយខ្ញុំមកដើម្បីដោះស្រាយមួយធនាគារខ្លះដើម្បីឲ្យសម្រាលបំណុលហ្នឹងតើខ្ញុំខុសអត់ហ្នឹងហើយតែចង់និយាយថាតាំងពីដើមមកនេះក៏បងព្យាយាមសម្រួលប៉ុន្តែនេះរឿងបំណុលរឿងអីអាហ្នឹងការបែងចែកឈ្មោះទាំងពីរអាហ្នឹងក៏អាហ្នឹងវាពាក់ព័ន្ធផ្លូវច្បាប់ដែរអាហ្នឹងវាពាក់ព័ន្ធផ្លូវច្បាប់អាហ្នឹងមកករណីប៉ុន្តែដូចថាបងដូចថាសួរនេះក្នុងនាមយើងជាប្តីប្រពន្ធគាត់ថាមិនតាន់ចង់ដល់ថ្នាក់ហ្នឹងលោកគាត់អាចជួយសម្រួលតែដូចអត់មានសញ្ញាដែលគាត់ថាមកជួយសម្រួលមែនចាវាអត់មានសញ្ញាសោះបើគាត់អាចផ្ដល់តែលក្ខណៈមួយខែបាន3-400ឬក៏5-600ក៏យើងធូរដែរលោកគ្រូបាទប៉ុន្តែគាត់មិនអើពើទូរស័ព្ទទៅក៏អត់លើកហើយនឹងក៏អត់នេះដែរហើយចុះឡានដែលគាត់យកទៅអានឹងឡានដែលការយើងទិញហ្នឹងឈ្មោះគាត់មែនតែយើងរួមគ្នាហ្នឹងឡានម៉ៃគេដែរបើអាចយកឡានបងមលួបាទតែគាត់សុំដកឡានហ្នឹងទៅដើម្បីទៅរកស៊ីតែគាត់អត់មាននេះទេខ្ញុំមិនដឹងថាឡានហ្នឹងតើគេរឹបអូសឬក៏អត់ទៀតខ្ញុំក៏អត់ដឹងដែរព្រោះអីគាត់សុំយកទៅខ្លួនគាត់បាទហ្នឹងហើយបងអរគុណឥឡូវចាំមើលបងស្ដាប់ការជួរួមសិនណាបងណាហ្នឹងហើយរឿងធនាគាររឿងអីអានឹងបើសិនជាអាចអានឹងតើយើងទៅដល់ផ្ទាល់ទៀតអានឹងលូអាចហើយបើខ្ញុំប្តឹងលែងលះខ្ញុំក៏អត់មានលុយសម្រាប់ដើររឿងតែត្រូវប្តឹងដែរខ្ញុំគ្មានលុយនឹងខ្លួនទេបាទបងបាទព្រោះអីរាល់ថ្ងៃខ្ញុំព្យាយាមដោះស្រាយបំណុលមួយគេខ្ញុំធ្វើការអត់រៀនពួនទេខ្ញុំធ្វើការជាប់រហូតអត់ឈប់សម្រាប់ទេហ្នឹងហើយបងអើយក៏បង់2000ជាងហើយជឿយល់ហើយនៅយើងអាហ្នឹងមិនតាន់គិតរឿងយើងចាប់ត្រូវចំណាយហូបចុកហូបអីយើងផងបាទបងបានអរគុណចាហ្នឹងហើយបងអរគុណបងឥឡូវចាំស្ដាប់ការជួបពីប្រិមិត្តណាបងណាហ្នឹងហើយប្រិមិត្តបើយើងអាចជួយចូលរួមណាផ្ដល់ជាកម្លាំងចិត្តឲ្យលើកទឹកចិត្តនិយល់ពីអារម្មណ៍របស់គាត់គណៈពេលនេះហ្នឹងហើយបងប្អូនដែលគាត់បានទេមកចែករំលែកនៅរឿងរបស់គាត់បាទជាមួយនឹងវិទ្យុ ABC បាទអរគុណបងអរគុណបាទអរគុណបងគាត់ពោលស្ដាប់វិទ្យុប្រិមិត្តបើយើងណាបងប្អូនមានអីចូលរួមអាចជួយចូលរួមបានបងប្អូនព្រោះចំណូលរបស់គាត់បើយើងស្ដាប់មើលទៅគាត់ការប្រាក់និយាយទៅយ៉ាងហោចណាស់មួយខែគាត់រើតចូលបានខ្ទង់ចូល4000អីបាទ4000អីបានរត់រួចបងប្អូនបើយើងគេ2000សម័យមើលទៅ2000ជាង2000មួយខែ2000ហ្នឹងហើយ2000ជាងព្រោះយើងមិនខនគាត់និយាយថាឥឡូវអត់បានគេងអត់បានពូនហ្នឹងជឿតែមកបើពួកយើងហើយសំឥឡូវយើងអាចនិយាយបានថាសេដ្ឋកិច្ចបានឬក៏ការរើស៊ីរបស់យើងកំពុងតែតឹងបែបនេះទៀតបងប្អូនហើយគាត់ត្រូវរ៉ាប់រើនៅក្នុងការបងគាត់ថាគាត់រើស៊ីបោះដុំអីវ៉ាន់បងគាត់រើស៊ីបោះដុំអីវ៉ាន់នេះចឹងណាហ្នឹងហើយតែថាខ្ចីមករើស៊ីមករើអីចឹងទៅហើយឥឡូវហ្នឹងមានបញ្ហាជាមួយប្តីជាមួយអីហ្នឹងប្តីក៏ចេញទៅអាចថារកម្មរកោសពេលរឿងចម្រូវរឿងធ្លាក់ចូលរឿងអីចឹងដែរមិនគាត់ក៏បាននិយាយដែរគាត់ថាបើសិនជាថាប្តីបើគាត់នៅចាប់ដៃគ្នាគាត់ជឿថាអាចទៅរួចហ្នឹងហើយអាចទៅរួចប៉ុន្តែដោយសារតែដូចថាវារកម្មរកោសវាបាក់ធម្មតាពួកយើងរើយើងបងទីច្រើននេះអាចថាពេលខ្លះរកម្មរកោសទូចប្តីគាត់ក៏ចេញទៅហ្មងទៅហើយក៏អត់ដល់ចឹងគឺទៅមួយខែ2ខែសម័យទៅយើងតែឯងនឹងហើយគាត់តែឯងពួកយើងដល់ចឹងគាត់និយាយតាមអីគាត់និយាយនេះគាត់តែឯងនឹងយើងទូបានថាពីគាត់អីចឹងទៅគាត់សុំលាក់ឈ្មោះពួកយើងគាត់លាក់ឈ្មោះលាក់អីទាំងអស់ដែលគាត់នេះគាត់សួរទេបងប្អូនណាតែលោថាប្តីបើគាត់បានលឺសេរីថាបញ្ហាគាត់ដែរមានអីចង់ចូលរួមបានហើយតែឈ្មោះអីហ្នឹងគាត់សុំលាក់សិនមកឥឡូវប្រិមិត្តមានអីចូលរួមអាចជួយចូលរួមគាត់បន្តិចហើយគាត់សួរសំណួរមិញនេះបងប្អូនបើយើងណាបាទណាវាច្រើនសំណួរក្នុងនោះតែឥឡូវយើងសុំប្រិមិត្តបើយើងចូលរួមបាទណារឿងដៃពេបានដៃដឹងខ្លួនឯងមួយសក្តិទុកឡានឯចេះមួយចេះពីនាងនឹងវាចាយធំបានទៅនិយាយពីអក្សរចាស់វាចាយធំណាអ៊ំក៏និយាយប្រាប់មួយឯងណាតែធំមកទៅចឹងប្តីមានទំនុកទុកចិត្តឲ្យកើតណារត់តែប្តីឲ្យខ្លួនឯងចេះល្អតែខ្លួនឯងចេះតែមានហ្មងបច្ចុប្បន្នឥឡូវកុំឲ្យគេកើតទុកក្នុងពិភពគុណនេះពេកប្រពន្ធស្រុកខ្មែរពេកបាទអរគុណពូអរគុណហ្នឹងហើយពួកយើងទទួលបានដល់និយាយថាតើចង់និយាយចេះឥឡូវយើងអាចថាផ្ដោតជាការទឹកចិត្តឬក៏អីគាត់សិនព្រោះសាច់រឿងនេះបងប្អូនបើយើងស្មាតទោសចង់និយាយថាយើងដូចថាយើងនៅកដាលយើងស្ដាប់ទៅយើងស្មានដូចគ្នាទេយើងសន្និដ្ឋានដូចគ្នាទេឥឡូវបើសិនជាយើងស្ដាប់មកជ្រុងទៅយើងថាមិនជឿបងស្រីទេនិយាយយកល្អទៅខាងខ្លួនឯងតែ
មិនក៏យើងហ៊ានសន្និដ្ឋានថាគាត់និយាយមិនពិតនៅឧទាហរណ៍អញ្ចឹងទៅហើយបើគាត់និយាយថាប្តីណោះមិនក៏យើងហ៊ានសន្និដ្ឋានថាប្តីល្អមែនអញ្ចឹងហើយប្រកាសជាបងស្អីមិនចេះគិតអញ្ចឹងគឺយើងស្ថិតនៅក្នុងការសន្និដ្ឋានដូចគ្នា50-50ណាបងប្អូនយើង50-50អញ្ចឹងឥឡូវយើងអាចផ្ដល់ជាយោបល់ឲ្យគាត់បែបលក្ខណៈថាផ្លូវចេញព្រោះសំណួរដែលគាត់សួរទី1ហ្នឹងគឺគាត់សួរហ្នឹងគឺឥឡូវគាត់សួរទៅពាក់ព័ន្ធច្បាប់ដោយសារឈ្មោះ2នាក់ទី1គាត់ចង់ប្តីរបស់គាត់បើស្ដាប់ពឹងមិញគាត់ក៏មិនចង់លេខលាយដែរបងប្អូនគាត់ក៏មិនទាន់ចង់ឈានដល់លេខលាយតែគាត់ចង់និយាយរឿងកូនហើយកូនអត់តាមគាត់ទេព្រោះគាត់ថាបើយកកូនមកចង់ឲ្យរៀនអីហ្នឹងមិនដែរបានអត់គេរើរឿងអីខុសអត់កូនគាត់មួយអាយុ11ឆ្នាំ6ហើយមានតូចមួយទៀតទៅតែកូនអត់សូវតាមគាត់ទេអាហ្នឹងទី1បាទណាទី2រឿងប្លង់ដីព្រោះប្លង់ដែលគាត់និយាយមិញព្រោះដោយសារតែចំនួនលុយច្រើនចឹងត្រូវដាក់ប្លង់ច្រើនណានៅក្នុងនោះដែលគាត់បញ្ជាក់ហ្នឹងប្លង់គាត់ហ្នឹងហើយប្លង់ម្ដាយផងប្លង់គាត់ផងប្លង់ម្ដាយក្មេកហើយដូចគាត់ចង់និយាយហ្នឹងគាត់ថាស្មាតទោសបើថាចាពាក់គេហើយចង់ឲ្យសល់មួយបានមួយឥឡូវដូចថាសម្រាប់ចិត្តថាឥឡូវបាត់មួយណាយើងបានមួយអញ្ចឹងណាបលែងមួយទៅបានតែម្ដងព្រោះថានៅក្នុងនោះមានចំណាយធ្លាប់ម្ដាយក្មេករបស់គាត់$20000ដែរប៉ុន្តែដោយសារម្ដាយក្មេកគាត់អត់មានលទ្ធភាពអញ្ចឹងគឺស្ថិតលើគាត់អាហ្នឹងទី1ហើយទី2ទី3គាត់សួររឿងធនាគាររឿងធនាគារនេះគឺពាក់ព័ន្ធនឹងគាត់ថាឥឡូវហ្នឹងគាត់អស់មែនតែនគាត់ចង់តាការសិនអីចឹងណាអញ្ចឹងអាហ្នឹងគឺយើងមាន3នេះសំណួរបែបលក្ខណៈ3យើងអាចថាផ្ដល់ជាការលើកទឹកចិត្តឲ្យគាត់ឬក៏ដំណោះស្រាយផ្លូវចេញយើងនិយាយថាយើងចូលរួមតាមអីដែលថាគាត់សួរយើងសិនណាពួកយើងហ្នឹងហើយត្រង់ចំពោះថាត្រង់តែគាត់សួរយើងសិនណាប្រិមិត្តនេះមានខមមិនណាបងគាត់ខមមិននៅក្នុង app គាត់ចូលរួមណាហ្នឹងហើយសុំពីខាងបងចាឡារ៉ាខមមិនថាគាត់រកស៊ីធំល្មមដែរហើយបានចម្ពាក់គេយ៉ាងហ្នឹងគាត់រកស៊ីអីដែរគាត់ខាងលក់បោះដុំអីវ៉ានបានហ្នឹងថារឿងគ្រួសារគេទេកុំចេះបន្តគេពេកយល់ល្អបងគួរលក់អីមួយសងគេឲ្យអស់ទៅចាបាទលក់អីតាមពិតគាត់ថាដាក់លក់ផ្ទះដែរតែផ្ទះលក់ចេញនៅផ្ទះគាត់នៅសីកែវលក់តន់ចេញទាំងនៅហ្នឹងអញ្ចឹងវាអត់ថារកផ្លូវណាផ្សេងបានណាបងប្អូនថារកផ្លូវកាត់បន្ថយមានប៉ុន្តែអត់គេអត់ទាន់ខាងធនាគារហ្នឹងគេអត់ទាន់សម្រេចថាឲ្យគាត់បង់តកាសុតអញ្ចឹងណាបងប្អូនដល់អញ្ចឹងយើងអត់ដឹងថាត្រូវទៅផ្លូវណាហ្នឹងហើយតងជាមួយនឹងរឿងគាត់ចង់បង់ការផងនេះបង់តកាសិនអញ្ចឹងណាដល់គាត់អាចមានលទ្ធភាពចាំគាត់បង់ហ្នឹងហើយដើមវិញផងការវិញផងអញ្ចឹងឬក៏អាចអាហ្នឹងគាត់ទៅធនាគារផ្ទាល់ហ្មងមិនដែរព្រោះយើងបើសិនជាយើងដឹងថាធនាគារខាងអីព្រោះដោយសារតែគាត់និយាយនេះគាត់និយាយតែជាមួយគាត់និយាយថាតាមទូរស័ព្ទដោយថាតាក់ទងគ្នាតាមឆាតតាមអីដោយថាលោកគ្រូដែលធ្លាប់រត់ការខ្ចីលុយខ្ចីអីអញ្ចឹងទៅគាត់ទៅសួរថាគាត់ចង់តែបង់ការសិនបានអត់អាហ្នឹងគេអត់ទាន់ឆ្លើយតបចាហ្នឹងបើសិនជាគាត់អាចថាអញ្ជើញទៅដល់ធនាគារហ្មងមិនដែរប្រិមិត្តជួយរួមបន្ថែមផងណាហើយនឹងគាត់ជួយរួមបន្ថែមហ្នឹងថាសម័យនេះពិបាករកលុយណាស់បើចម្ពាក់គេទៀតដេកមិនលក់ទេគិតមើលយើងមិនចម្ពាក់គេផងធ្លាប់តែរើសល់តែឥឡូវរើមិនសល់ជានៅពិបាកចិត្តដេកមិនសូវលក់ហ្នឹងហើយនៅក្នុងករណីមួយទៀតបើសិនជាយើងដាក់លក់ផ្ទះលក់អីហ្នឹងអាហ្នឹងធនាគារក៏គេមិនមែនជាអ្នកលក់ដែរបើសម្រាប់ពីតឡាការយើងជាម្ចាស់នេះទេអ្នកលក់នេះចាត់ផ្ទះនេះទេយើងតែឈើលក់ខ្លួនឯងអាហ្នឹងដូចថាបានអាហ្នឹងគឺយើងសងគេទៅតាមនឹងទៅអីចឹងណាប្រិមិត្តបើយើងឬក៏មានអីចូលរួមបន្ថែមទៀតបងប្អូនយើងបាទអាចជួយចូលរួមបានព្រោះនេះគាត់ពិបាកចិត្តខ្លាំងហើយព្រោះយើងដូចថាបញ្ហាខ្លះគាត់មិនដឹងថាពិភាក្សាមួយណារហូតដល់គាត់ទុកចិត្ត ABC បាទសៅបន្លែលួងលោមបាទមិនសៅបន្លែលួងលោមប្រិមិត្តបើយើងណាបាទស្ដេចបន្លែរបស់ពិភពលោកប្រិមិត្តនៅក្នុងនោះគឺមាន Kale Broccoli Spinach សាគូធម្មជាតិមច្ឆាមានពោតបារាំងមានត្រសក់មានចេកមានអីនៅក្នុងហ្នឹងអាល់ម៉ុនបងប្អូនយើងណាបាទដែលល្អសម្រាប់សុខភាពបាទរាងកាយរបស់យើងតែម្ដងប្រិមិត្តណាបាទថ្ងៃចឹងជួយទៅដល់សុខភាពច្រើនណាប្រិមិត្តរបស់យើងជាមួយនឹងម្សៅបន្លែលួងលោមនេះបងប្អូនបាទដោយសារតែសម្បូរវីតាមីនសារធាតុរ៉ែជាតិកាកស័យបាទដើម្បីជួយជំនួយទៅដល់ឆ្អឹងជួយទៅដល់ការលូតលាស់ប្រឹងប្រព័ន្ធការព្រៀងការរបស់យើងឲ្យរឹងមាំបងប្អូនណាបាទជួយបញ្ចូលជាតិស្ករក្នុងឈាមគ្រប់គ្រងសម្ពាធឈាមសំខាន់ជួយឲ្យយើងមានកម្លាំងបងប្អូនរបស់យើងណាញ៉ាំទៅគឺថាមានកម្លាំងហើយទទួលបានថាប្រយោជន៍ល្អពេញជួយដល់ប្រព័ន្ធរាងកាយខាងក្នុងរបស់យើងជួយដល់ថ្លើមជួយដល់ក្លៀនបេះដូងការពារកាត់បន្ថយបញ្ហាជំងឺមហារីកជួយគេលក់ស្រួលជួយស្បែករបស់យើងភ្លឺថ្លាពីខាងក្នុងតែម្ដងចឹងម្សៅបន្លែលួងលោមនេះបងប្អូនឆុងជាមួយទឹកក្តៅក្បានទឹកត្រជាក់ក្បានដាក់ជាមួយមុខម្ហូបលាយបាយលាយអីក្មេងៗញ៉ាំអីក្បានអីយើងក្តៅគឺលាយបានញ៉ាំបានទាំងអស់បងប្អូនរបស់យើងណាដាក់ក្នុងទឹកដោះគោស្រស់ឬគោពិសេសអីផ្សេងៗនឹងគឺបានអញ្ចឹងចាប់ពីក្មេងអាយុ6ខែបាទដល់មនុស្សចាស់គឺញ៉ាំបានពេញមួយជីវិតចឹងមកកំប៉ុងនេះតម្លៃ$23ណាចាហ្នឹងហើយពេលមិននឹងភ្ជាប់មួយទៀតជាមួយនឹងបំពង់ហឺតអ្នកដែលគាត់អាសាវល់មុខអត់សូវស្រួលខ្លួនឬក៏យើងខ្យល់ចាប់អីនេះបងប្អូនជ្រើសរើសប្រើប្រាស់ជាមួយនឹងបំពង់ហឺត ABC ដែលមានផ្សំចេញឡើងពីឫសឈើសបកឈើមកពីខាងប្រទេសចិនបែបធម្មជាតិក្លិនឈ្ងុយប្រហើរអត់ឈួលពេកទេបងប្អូនយកតាមខ្លួនក
ក៏ងាយស្រួលដែរមកទី$3បងប្អូនយក10 30 free សេវាកម្មដឹកជូនដល់ផ្ទះឬក៏ទិញមួយពីរភ្ជាប់ជាមួយនឹងផលិតផល ABC ផ្សេងទៀតក៏បានដូចគ្នា បាទអរគុណច្រើនណាស់សូនអែបាទអរគុណប្រិមិត្តរបស់យើងចង់បងប្អូនដែលគាត់មានព័ត៌មានបាទការចូលរួមក៏ដូចជាចូលរួមអីប្រកាសលេខសិនពួកយើងណានឹងឲ្យផ្លេចពួកយើងណាបាទនៅចូលពួកយើងដែលគាត់ត្រូវការទិញបាទសម្រាប់លេខពួកយើងទាំងពីរនាក់ប្រិមិត្តណាសេវាកម្មដឹកទាំងនៅភ្នំពេញហើយផ្សាយបានទាំងនៅខេត្តបងប្អូនពួកយើងចឹងលេខរបស់សាឡាគឺ010 499 មានតេឡេក្រាមណានៅតែតមកកាន់លេខទូរស័ព្ទដៃរបស់ព្រឹកប្រិមិត្តណា069 37